同学，大家好，今天的课程就是第一天上班的自我介绍。ជាងសួស្តីកូនសិស្សទាំងអស់គ្នានៅក្នុងមេរៀននេះគឺយើងរៀនអំពីការណែនាំខ្លួនក្នុងថ្ងៃធ្វើការដំបូងអញ្ចឹងនៅក្នុងមេរៀននេះគឺដកស្រង់ចេញពីសៀវភៅ shortcut ភាសាចិននៅក្នុងកន្លែងធ្វើការនិងទំនាក់ទំនងពាណិជ្ជកម្មមានចំណុចគោល5ទី1គឺយើងសួស្តីទៅកាន់គេនិងណែនាំនឹងខ្លួនឯងអញ្ចឹងនៅក្នុងប្រយោគទី1នេះគឺយើងនិយាយថាតាជាហោតាជាហោមានន័យថាសួស្តីអ្នកទាំងអស់គ្នា我是ខ្ញុំគឺឈ្មោះរបស់យើងមកអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងខ្ញុំចូលធ្វើការដំបូងអញ្ចឹងខ្ញុំប្រកាសជានិយាយថាតាជាហោ我是珊珊ណា我是ហើយយើងដាក់ឈ្មោះយើងមក我是珊珊អញ្ចឹងទៅប្រយោគទី2គឺយើងត្រូវប្រាប់គេថាយើងជាបុគ្គលិកថ្មីនៅផ្នែកណាមួយអញ្ចឹងយើងត្រូវមានឃ្លាមួយថា我是新来的ហើយបន្តមកផ្នែកយើងមកឧទាហរណ៍ថាខ្ញុំគឺជាអ្នកបកប្រែចូលថ្មីចឹងចុះ我是新来的翻译员ខ្ញុំគឺជាអ្នកបកប្រែទឹកទៅចូលថ្មីអូខេអញ្ចឹងយើងមានប្រយោគមួយទៀតប្រយោគទី3យើងនិយាយថាខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានចូលរួម team មួយនេះ我很高兴加入这个团队ជាមួយក៏很高兴加入这个团队ហើយប្រយោគទី4យើងនិយាយថា请大家多多指教请大家多多指教មានន័យថាសូមឲ្យអ្នកទាំងអស់គ្នាជួយណែនាំខ្ញុំផងចាអញ្ចឹងប្រយោគទី5希望以后合作愉快希望以后合作愉快សង្ឃឹមថាថ្ងៃក្រោយយើងនឹងសហការរីករាយជាមួយគ្នាអញ្ចឹងប្រយោគទាំង5ប្រយោគនេះគឺវាជួយយើងច្រើនទី1គឺយើងអាចនិយាយទៅវាស្ដាប់លក្ខណៈថាជាដូចជាអ្នកដែលចេះភាសាចិនច្បាស់លាស់ជំនាញទោះបីជាយើងរៀនរយៈពេលខ្លីក៏ដោយទី2គឺប្រយោគទាំង5នេះជួយឲ្យយើងមានទំនាក់ទំនងល្អជាមួយនឹងមិត្តរួមការងារនៅថ្ងៃចាប់ពីតាំងពីថ្ងៃជួបដំបូងមកម្លេះ Follow Sun KH ដើម្បីជួបគ្នាម្ដងទៀតនៅវីដេអូក្រោយ